តើអ្នកបានឬទេកូនស្រីត្រកូលសិនបានរៀបការជាមួយលោកម្ចាស់ទឹងបីហើយទៅថ្ងៃមុខនាងនឹងក្លាយជាម្ចាស់ស្រីនៃវិមានម៉ាក់ឃ្វីហើយថ្លៃបណ្ដាការ10លីនឹងបានសោយសុខហើយរៀបការចូលវិមានម៉ាក់ឃ្វីសមនុស្សពេញទីក្រុងគិតថាខ្ញុំនឹងមានជីវិតរុងរឿងហឺហាប៉ុន្តែខ្ញុំដឹងច្បាស់ក្នុងចិត្តថាអាពាហ៍ពិពាហ៍នេះគ្រាន់តែជាការបង្ខំតែប៉ុណ្ណោះក្នុងចិត្តលោកម្ចាស់មិនដែលធ្លាប់មានរូបខ្ញុំឡើយក្រាបសំពះមេឃដីក្រាបសំពះមាតាបតាប្តីប្រពន្ធក្រាបសំពះគ្នាទៅវិញទៅមកពិធីចប់សពគ្រប់ជូនដំណើរចូលបន្ទប់សំដំណេកសិនជាមីខ្ញុំរៀបការជាមួយនាងគឺដោយសារតែត្រូវបានបង្ខំបញ្ជាគ្រួសារពិបាករកែកប៉ុន្តែខ្ញុំប្រាប់នាងឲ្យច្បាស់ចុះក្នុងចិត្តខ្ញុំមានមនុស្សម្នាក់រួចហើយនាងឈ្មោះលីវរូយៀនតំណែងជាម្ចាស់ស្រីនៃវិមានម៉ាក់ឃ្វីសនេះនាងអាចអង្គុយបានប៉ុន្តែចិត្តរបស់ខ្ញុំជាភពនេះកុំសង្ឃឹមថានឹងបានប៉ះពាល់ឲ្យសោះតើលោកម្ចាស់មានប្រសាសន៍ចប់ហើយឬនៅបើចប់ហើយសូមអញ្ជើញចុះខ្ញុំមិនជូនដំណើរទេនាងពិតជាដឹងខ្យល់មែនតើអ្នកបានឬទេលោកម្ចាស់បានចាក់ចេញពីវិមានហើយទៅរកលីវរូយៀននៅសាលាស្រវឹងហើយយប់សំដំណេកសោះភរិយាដើមម្នាក់នេះពិតជាគួរឲ្យអាណិតណាស់អ្នកនាងលោកម្ចាស់គាត់ពិតជាចាក់ចេញទៅមែនមនុស្សពេញទីក្រុងច្បាស់ជានឹងសើចចំអកមិនខានឡើយឈុនថាវយកបញ្ជីថ្លៃទឹកដោះមកឲ្យខ្ញុំចង់ត្រួតពិនិត្យនិងរាប់ឲ្យបានច្បាស់លាស់ម្ដងមួយអ្នកនាងលោកគេមិនត្រូវការខ្ញុំត្រូវការខ្លួនឯងចាប់ពីថ្ងៃនេះទៅក្នុងវិមានម៉ាក់ឃ្វីសនេះអ្នកណាជាទីពឹងបានអ្នកណាជាទីពឹងមិនបានខ្ញុំត្រូវតែដឹងឲ្យច្បាស់ក្នុងចិត្ត3ឆ្នាំផ្ដល់ពេលឲ្យខ្ញុំ3ឆ្នាំខ្ញុំសិនជាមីនឹងដើរចេញពីទ្រង់ឃុំឃាំងនេះយ៉ាងមានកិត្តិយសឈួតលប់ណាស់យប់សំដំណេកបែរជាបោះបង់ភរិយាដើមចោលហើយទៅរកស្រីចម្រៀងនៅខាងក្រៅតើមុខមាត់ត្រកូលលូរបស់ខ្ញុំត្រូវយកទៅទុកឯណាហួយជៀនឯងលុតជង្គង់ចុះភ្លាមលោកឪពុកអ្នកម្ដាយកូនប្រុសបានរៀបការជាមួយសិនជាមីតាមបំណងប្រាថ្នារបស់អ្នកទាំងពីររួចហើយតើអ្នកទាំងពីរចង់បានអ្វីទៀតរូយៀនបានរងចាំខ្ញុំអស់រយៈពេល3ឆ្នាំហើយខ្ញុំមិនអាចក្បត់នាងទៀតឡើយស្រីសោភីនីម្នាក់ស័ក្តិសមនឹងឈានជើងចូលទ្វារវិមានម៉ាក់ឃ្វីសរបស់ខ្ញុំដែរឬរូយៀនមិនមែនជាស្រីសោភីនីទេនាងគ្រាន់តែលក់សិល្បៈមិនលក់ខ្លួនទេនាងស្អាតស្អំជាងកូនស្រីអភិជនទាំងនោះ100ដងទៅទៀតចុះជីមីវិញនាងជាភរិយាដែលរៀបការពេញច្បាប់យប់សំដំណេកបែរជានៅម្នាក់ឯងក្នុងបន្ទប់ស្ងាត់តើមនុស្សខាងក្រៅនឹងមើលមកវិមានម៉ាក់ឃ្វីសរបស់យើងយ៉ាងម៉េចទៅសិនជាមីតើនាងបានប្តឹងលោកឪពុកអ្នកម្ដាយរបស់ខ្ញុំមែនទេល្បិចមិនធម្មតាមែនទើបតែជួបផ្ទះភ្លាមក៏ចេះនិយាយញុះញង់បង្កចំនួនទៅហើយលោកម្ចាស់យល់ច្រឡំហើយខ្ញុំតាំងពីយប់មិញរហូតមកដល់ពេលនេះមិនទាន់បាននិយាយសំបីតែមួយម៉ាត់ទោះជាយ៉ាងណាក៏ដោយរូយៀនខ្ញុំត្រូវតែរៀបការជាមួយនាងឲ្យបានទោះបីជាអ្នកទាំងអស់គ្នាយល់ព្រមក៏ដោយមិនយល់ព្រមក៏ដោយវិមានម៉ាក់ឃ្វីសនេះមិនទាន់ដល់វេនអ្នកទាំងអស់គ្នាមកសម្រេចចិត្តជំនួសខ្ញុំឡើយកូនមិនដឹងគុណឯងឈប់ភ្លាមសម្រាប់ខ្ញុំកូនមិនដឹងគុណពិតមែនជីមីធ្វើឲ្យនាងពិបាកចិត្តហើយហួយជីនក្មេងម្នាក់នេះពួកយើងលែងអាចគ្រប់គ្រងបានទៀតហើយទៅថ្ងៃមុខវិមានម៉ាក់ឃ្វីសនេះនាងត្រូវហត់នឿយបន្តិចហើយលោកស្រីធំសូមកុំបារម្ភអីខ្ញុំយល់ច្បាស់ណាស់ត្រកូលសិនគ្រាន់តែជាគ្រួសារតូចតាចលោកឪពុកអ្នកម្ដាយលោកខ្លួនចង់បានថ្លៃបណ្ដាការបន្តិចបន្តួចរបស់វិមានម៉ាក់ឃ្វីសទើបឲ្យខ្ញុំរៀបការចូលមកទីនេះប្រសិនបើខ្ញុំចាក់ចេញទៅឥឡូវនេះគ្រួសាររបស់ខ្ញុំក៏មិនអាចគ្រប់គ្រងខ្ញុំដែរខ្ញុំនៅតែត្រូវពឹងផ្អែកលើវិមានម៉ាក់ឃ្វីសនេះដើម្បីក្រោកឈរឡើងលោកម្ចាស់មើលទៅហាក់បីដូចជាត្រូវផ្ដល់កិត្តិយសនិងតំណែងឲ្យលីវរូយៀននោះឲ្យបានឆាប់រហ័សបើមិនដូច្នោះទេមិនដឹងថាហួយជីននឹងបង្កបញ្ហាធំកម្រិតណាទៀតឡើយទទួលនាងជាស្រីស្នំបានប៉ុន្តែនាងអាចធ្វើជាស្រីស្នំបានតែប៉ុណ្ណោះសិនជាមីតើនាងមានមតិយោបល់យ៉ាងណាដែរចំពោះរឿងនេះពិតណាស់គឺត្រូវស្ដាប់តាមអ្នកម្ដាយហើយទោះជាយ៉ាងណាក៏ដោយក៏មិនមែនជាមនុស្សរបស់ខ្លួនឯងដែរការផ្ដល់តំណែងឲ្យគ្រាន់តែជានិយាយពីរោះស្ដាប់តែប៉ុណ្ណោះលោកម្ចាស់រូយៀនមានឋានៈទាបថោកអាចបម្រើលោកម្ចាស់បានគឺជានិទានដ៏ធំធេងណាស់ទៅហើយមិនហ៊ានសង្ឃឹមចង់បានតំណែងអ្វីឡើយកុំយំអីមានខ្ញុំនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបនាងឡើយអ្នកនាងលោកម្ចាស់បាននាំស្រីម្នាក់នោះចូលមកក្នុងវិមានហើយថែមទាំងទៅទទួលនាងដោយផ្ទាល់នៅទ្វារក្រោយទៀតផងខ្ញុំដឹងហើយអ្នកនាងហេតុអ្វីបានជាអ្នកនាងមិនមានអារម្មណ៍បារម្ភបន្តិចសោះអញ្ចឹងតើខ្ញុំត្រូវប្រញាប់ប្រញាល់ធ្វើអ្វីគ្រាន់តែជាស្រីស្នំម្នាក់ប៉ុណ្ណោះមិនអាចធ្វើឲ្យមេឃលំបានឡើយរូយៀនសូមលំអរកាយគោរពបងស្រីរូយៀនមិនហ៊ានដណ្ដើមអ្វីឡើយគ្រាន់តែសង្ឃឹមថានឹងអាចបម្រើលោកម្ចាស់និងបងស្រីបានទៅថ្ងៃមុខរូយៀននឹងក្លាយជាស្រីស្នំលីវនៃវិមានម៉ាក់ឃ្វីសនេះខ្ញុំចង់ឲ្យនាងគោរពនិងទទួលរាប់អាននាងដូចជាភរិយាដើមមិនត្រូវឲ្យនាងរងការជិះចាប់សំបីតែបន្តិចឡើយតើលោកម្ចាស់មានប្រសាសន៍ចប់ហើយតើនាងមានន័យយ៉ាងម៉េចលោកម្ចាស់ទទួលស្រីស្នំតាមច្បាប់ទម្លាប់គឺត្រូវប្រាប់ឲ្យភរិយាដើមបានដឹងប៉ុន្តែលោកបាននាំមនុស្សចូលមកដល់ក្នុងផ្ទះរួចទៅហើយតើចាំបាច់មកសួរនាំខ្ញុំធ្វើអ្វីទៀតនាងមិនជំទាស់ទេលោកម្ចាស់តើលោកស្រឡាញ់ខ្ញុំទេមិនស្រឡាញ់ទេចុះលោកម្ចាស់ស្រឡាញ់ស្រីស្នំលីវរូយៀនទេខ្ញុំស្រឡាញ់នាងមួយជីវិតនេះស្រឡាញ់ជាតិនាងតែម្នាក់គត់ល្អណាស់ក្នុងការដែលក្នុងចិត្តលោកគ្មានរូបខ្ញុំក៏គ្មានសិទ្ធិគ្រប់គ្រងលោកដែរប៉ុន្តែមានរឿងមួយចំនួនពួកយើងត្រូវតែសរសេរឲ្យបានច្បាស់លាស់ខ្មៅលើក្រដាសថ្ងៃនេះពួកយើងនឹងបង្កើតកិច្ចសន្យាទុកជាភស្តុតាងប្រការទី1វាំងរបស់អ្នកស្រីស្នំលីវរូយៀននៅខាងកើតវាំងរបស់ខ្ញុំនៅខាងលិចចាប់ពីពេលនេះទៅស្រីស្នំលីវរូយៀនមិនត្រូវឈានជើងចូលវាំងរបស់ខ្ញុំសូម្បីតែមួយជំហានឡើយប្រសិនបើហ៊ានចូលមកដោយគ្មានការអនុញ្ញាតហើយមានបញ្ហាអ្វីកើតឡើងត្រូវទទួលខុសត្រូវដោយខ្លួនឯងបងស្រីធ្វើបែបនេះគឺខ្ពើមអមរូយៀនមែនទេ
ប្រការទី2លោកម្ចាស់និងខ្ញុំមិនត្រូវដេកបន្ទប់ជាមួយគ្នាឡើយនេះជាបំណងប្រាថ្នារបស់លោកហើយក៏ជាបំណងប្រាថ្នារបស់ខ្ញុំដែរប្រការទី3ទៅថ្ងៃក្រោយប្រសិនបើគ្មានកូនចៅស្នងត្រកូលទេផលវិបាកទាំងនេះគឺលោកម្ចាស់ត្រូវតែទទួលខុសត្រូវតែម្នាក់ឯងមិនត្រូវបន្ទោសរូបខ្ញុំឡើយហើយរឹតតែមិនអាចយកហេតុផលនេះមកលែងលះខ្ញុំបានឡើយនាងកុំធ្វើបាបមនុស្សខ្លាំងពេកលោកម្ចាស់ប្រសិនបើលោកចុះហត្ថលេខាលើប្រការទាំង3នេះទៅថ្ងៃក្រោយរឿងរ៉ាវរបស់លោកនិងស្រីស្នំលីវរូយៀនខ្ញុំសិនជាមីនឹងមិនលូកដៃសំបីតែមួយម៉ាត់ឡើយប្រសិនបើលោកមិនព្រមចុះហត្ថលេខាទេនោះតំណែងជាម្ចាស់ស្រីនៃវិមានម៉ាក់ឃ្វីសនេះខ្ញុំក៏មិនចង់បានដែរខ្ញុំនឹងត្រឡប់ទៅផ្ទះម្ដាយរបស់ខ្ញុំឥឡូវនេះដើម្បីឲ្យមនុស្សពេញទីក្រុងបានឃើញថាលោកម្ចាស់ទាំងបីស្រឡាញ់ស្រីស្នំនិងបំផ្លាញភរិយាដើមយ៉ាងដូចម្តេចខ្លះលោកម្ចាស់កុំឆ្លោះប្រកែកជាមួយបងស្រីដោយសារតែរូយៀនអីរូយៀនរងទុក្ខបន្តិចបន្តួចក៏មិនអីដែរល្អណាស់ខ្ញុំចុះហត្ថលេខលោកម្ចាស់ស្រីស្នំលីវរូយៀនធ្វើដំណើរដោយសុវត្ថិភាពខ្ញុំមិនជូនដំណើរទេចាប់ពីពេលនេះទៅពួកយើងរស់នៅតាមវាសនារៀងខ្លួនចុះ